តើគេចែកការរៀនសូត្ររបស់មនុស្សបែងចែកជាប៉ុន្មានយ៉ាងការរៀនសូត្ររបស់មនុស្សគឺបែងចែកជា4យ៉ាងតែ4យ៉ាងនេះគឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកសិក្សាមិនថាអ្នកសិក្សាទេអ្នកឯទៀតក៏អាចទទួលបានផលប្រយោជន៍ពីវិធី4យ៉ាងនេះផងដែរសួស្តីអ្នកទាំងអស់គ្នាខ្ញុំមេងស្រីមីហើយថ្ងៃនេះផងដែរគឺខ្ញុំមានវិធានបទមួយដែលនឹងលើកយកមកនិយាយនៅក្នុងវីដេអូមួយនេះដូច្នេះកុំឲ្យខាតពេលវេលាយូរយើងទៅស្ដាប់នៅការនិយាយពន្យល់របស់ខ្ញុំដូចតទៅការរៀនសូត្ររបស់មនុស្សគឺមាន4យ៉ាងសំខាន់តែជាវិធីនិងទម្រង់នៃការទទួលយកចំណេះដឹងហើយខាងក្រោមនេះគឺជាការពន្យល់លម្អិតតាមចំណុចនីមួយៗដែលរួមបញ្ចូលជាមួយនឹងឧទាហរណ៍ត្រួសរបស់ខ្ញុំផងដែរដូច្នេះយើងទៅតាមដាននៅចំណុចនីមួយៗដូចតទៅចំណុចទី1ការរៀនដោយស្ដាប់ Learning by listening ការរៀនដោយការស្ដាប់នេះគឺជាវិធីដែលមនុស្សទទួលបានចំណេះដឹងតាមរយៈការស្ដាប់គឺស្ដាប់ពាក្យនៃអ្នកដទៃដូចជាគ្រូបរិញ្ញាមិត្តភ័ក្តិឬក៏អ្នកជំនាញណាមួយយ៉ាងទៅហើយវាជួយឲ្យយើងនឹងយល់ដឹងអំពីព័ត៌មានឬក៏អាចទទួលបាននៅបទពិសោធន៍ដែលអ្នកដទៃនឹងឆ្លងកាត់ឧទាហរណ៍ថាខ្ញុំស្ដាប់គ្រូពន្យល់មេរៀននៅក្នុងថ្នាក់ឬក៏ស្ដាប់នៅសន្ទរកថារបស់អ្នកជំនាញអំពីការអភិវឌ្ឍសង្គមនេះទៅនៅពេលដែលខ្ញុំស្ដាប់ខ្ញុំក៏អាចទទួលបានផលប្រយោជន៍ពីអ្នកនិយាយនឹងផងដែរអញ្ចឹងក៏បានរួមចំណែកក្នុងការអភិវឌ្ឍទៅលើការរៀនសូត្រដែរព្រោះថាយើងបានទទួលគំនិតថ្មីដែលជាគំនិតដែលយើងមិនដែលដឹងតាំងពីមុនមកគឺយើងអាចទទួលបានគំនិតទាំងអស់ហ្នឹងហើយយកគំនិតហ្នឹងទៅប្រើប្រាស់មកដល់ចំណុចទី2ការរៀនដោយមើល Learning by observation ការរៀនដោយមើលគឺជាវិធីសិក្សាតាមការសង្កេតពីអំពើឬក៏ទង្វើរបស់អ្នកដទៃហ្នឹងហើយវាជួយឲ្យយើងយល់ដឹងអំពីរបៀបធ្វើនិងទទួលបទពិសោធន៍ដោយមិនចាំបាច់សកលបងផ្ទាល់ទេគឺគ្រាន់តែមើលហ្នឹងក៏ដឹងថាចេះដែរខ្ញុំឧទាហរណ៍ខ្លួនឯងដែរកាលខ្ញុំនៅតូចខ្ញុំអត់ចេះដាំបាយទេហើយខ្ញុំក៏បានមើលលំនាំតាមឪពុកនិងម្ដាយរបស់ខ្ញុំពីរបៀបពីជំហានដំបូងតាំងពីការលាងឆ្នាំងលាងកដាក់ទឹកហើយដុតភ្លើងដាំបាយតាំងពីហ្នឹងមកគឺខ្ញុំចេះដាំបាយយ៉ាងស្ទាត់ជំនាញតែម្ដងជួនកាលក៏ដាំបាយខ្លោចទៀតក៏មានដែរអានេះគឺជាជំនាញរបស់ខ្ញុំណាជំនាញពិតប្រាកដតែម្ដងបន្ទាប់ពីចប់ចំណុចទី2យើងមកចូលចំណុចទី3ការរៀនដោយធ្វើ Learning by doing ទាក់ទងនឹងការរៀនដោយធ្វើនេះគឺជាវិធីរៀនដែលមានប្រសិទ្ធភាពខ្ពស់បំផុតមនុស្សយល់ច្បាស់និងចេះជាក់ស្ដែងពេលខ្លួនឯងបានអនុវត្តឬក៏សាកល្បងធ្វើដោយផ្ទាល់ឧទាហរណ៍ថាខ្ញុំកាលនៅរៀនចោះខ្ញុំមានលោកគ្រូម្នាក់គាត់បានធ្វើប្រតិកម្មគីមីទៅហើយខ្ញុំក៏បានចូលរួមក្នុងការធ្វើជាមួយគាត់ដែរអញ្ចឹងនៅពេលដែលខ្ញុំធ្វើលើមានថាខ្ញុំរៀនធ្វើពិសោធន៍ទៅលើប្រតិកម្មនោះខ្ញុំក៏អាចទទួលបានចំណេះដឹងថ្មីពីការធ្វើពិសោធន៍ហ្នឹងហើយអាចធ្វើឲ្យខ្ញុំយល់បានកាន់តែច្រើនទៀតខ្ញុំមិនត្រឹមតែរៀនតែទ្រឹស្ដីទេគឺរៀនដល់ការពិសោធន៍ការធ្វើជាក់ស្ដែងតែម្ដង
ហើយការធ្វើបែបនេះគឺវាមានអត្ថប្រយោជន៍សម្រាប់ខ្លួនយើងមែនតើគឺអាចឲ្យយើងនៅចងចាំអាចឲ្យយើងធ្វើបានអាចឲ្យយើងទទួលបាននៅអ្វីដែលថ្មីអ្វីដែលពិសេសគឺយើងទទួលបានដោយភាពជឿជាក់នៅពេលដែលយើងទៅបញ្យល់គេបានទៅយើងបញ្យល់ដោយភាពជឿជាក់អត់សូវមានភាពស្ទាក់ស្ទើរព្រោះថាយើងទទួលបានការពិសោធន៍ទទួលបានការធ្វើដោយផ្ទាល់តែម្ដងបន្ទាប់ពីចំណុចទី3យើងមកចូលចំណុចចុងក្រោយគេគឺការរៀនដោយគិតគឺ learning by thinking ទៅក្នុងការរៀនដោយគិតនេះគឺជាការយល់ដឹងតាមរយៈការពិចារណាយល់អំពីមូលហេតុឬក៏ហេតុផលនិងដំណោះស្រាយបញ្ហាវិធីផ្ទាល់ខ្លួនហើយវាជួយអភិវឌ្ឍការគិតវិទ្យាសាស្ត្រនិងការសម្រេចចិត្តបានត្រឹមត្រូវទៀតផងខ្ញុំឧទាហរណ៍សម្រាប់ខ្លួនឯងទៀតហើយការខ្ញុំនៅរៀនខ្ញុំឆ្ងល់មែនទែនខ្ញុំឆ្ងល់ថាហេតុអ្វីបានជាព្រះអាទិត្យរះមកពីទិសខាងកើតហើយលិចនៅទិសខាងលិចហើយឆ្ងល់ទៀតថាហេតុអ្វីបានជាផែនដីវិលតែមនុស្សយើងបែរជាអត់វិលហើយចំពោះតកតងនឹងភាពឆ្ងល់របស់ខ្ញុំទាំងអស់ហ្នឹងខ្ញុំក៏បានរកចម្លើយថ្មីដើម្បីឲ្យខ្លួនឯងដឹងថាហេតុអីបានជាព្រះអាទិត្យរះខាងកើតហើយលិចទៅខាងលិចហើយហេតុអីបានជាផែនដីវិលតែខ្ញុំអត់វិលនេះគឺជាការគិតមួយហើយដំណោះស្រាយគឺខ្ញុំទទួលបានពីគ្រូផងនិងទទួលបានពី smartphone ផងអញ្ចឹងចំណុចទាំង4នេះគឺសុទ្ធតែជាលក្ខណៈពិសេសហើយសំខាន់ដែលធ្វើឲ្យយើងនឹងគិតថាវាជួយយើងច្រើនអញ្ចឹងចំពោះចំណុចទាំង4នេះគឺសុទ្ធតែជាចំណុចសំខាន់តែតកតងនឹងការរៀនសូត្ររបស់មនុស្សហើយខ្ញុំនឹងសរុបមកគឺទី1ស្ដាប់ទី2មើលទី3ធ្វើទី4គិតទាំង4ចំណុចហ្នឹងគឺសុទ្ធតែជាជំហានសំខាន់ក្នុងជីវិតការរៀនទាំង4នេះគឺសុទ្ធតែជាជំហានដ៏សំខាន់ក្នុងជីវិតបើសិនណាជាមនុស្សអាចបញ្ចូលការរៀនទាំងអស់ហ្នឹងជាមួយរបៀបរស់នៅប្រចាំថ្ងៃពួកគេអាចនឹងក្លាយទៅជាមនុស្សដែលមានចំណេះដឹងទូលំទូលាយនិងចេះដោះស្រាយបញ្ហាបានយ៉ាងល្អដូច្នេះសម្រាប់វីដេអូរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្ណឹងទេដែលជាវីដេអូនិយាយតាក់ទងជាមួយនឹងការរៀនប្រកបដោយប្រសិទ្ធភាពឬអាចនិយាយបានថាការរៀនសូត្ររបស់មនុស្សគឺមាន4យ៉ាងធំដូចជាពាក្យចាស់ធ្លាប់និយាយដែរថាពោលដូចពាក្យចាស់ធ្លាប់ពោលថាសុចេបុលិនេះគឺជាពាក្យបាលីមួយដែលចាស់បុរាណតែងតែនិយាយប្រាប់កូនចៅដែលជាអ្នកសិក្សាសូម្បីតែលោកគ្រូអ្នកគ្រូក៏គាត់តែងតែដាស់តឿនឲ្យសិស្សហ្នឹងប្រកាន់នៅបាលីមួយនឹងដែរហើយសូម្បីតែខ្ញុំរៀនក៏ខ្ញុំធ្លាប់ទន្ទិញបាលីនឹងដែរមិនមែនទន្ទិញទេគឺធ្វើទន្ទិញឲ្យអនុវត្តទន្ទិញឲ្យចេះបកប្រែបាលីទាំងអស់ហ្នឹងឲ្យអនុវត្តតតែម្ដងចឹងអ្នកនរគ្នាវីដេអូរបស់ខ្ញុំវាមានតែប៉ុណ្ណឹងទេបើសិនណាជាមានចម្ងល់អីឬក៏ចង់ឲ្យខ្ញុំនិយាយអំពីប្រធានបទណាមួយthì យើងអាច comment នៅខាងក្រោមនៅវីដេអូរបស់ខ្ញុំបានអូខេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀត Goodbye